ភាពក្លាហានគឺជាតម្លៃសកលដែលអាចជួយយើងក្នុងការតស៊ូជាមួយអ្វីដែលយើងគិតថាមានតម្លៃដើម្បីគ្រប់គ្រងភាពភ័យខ្លាចរបស់យើងនិងជំនះទុក្ខលំបាកភាពក្លាហានមិនងាយស្រួលទេពេលខ្លះភាពក្លាហានមានន័យថាការប្រឈមមុខជាមួយនឹងផលវិបាកពីសកម្មភាពរបស់យើងផលនៃកំហុសរបស់យើងនិងជាវិបាកនៃកំហុសរបស់យើងជ័យជំនះទាំងអស់កើតឡើងបានដោយយើងហ៊ានចាប់ដើមធ្វើសិល្បៈនៃការទទួលបានជ័យជំនះគឺការចេះស៊ូជីវិតមិនមែនជារឿងងាយស្រួលទេហើយពេលខ្លះពិបាកខ្លាំងណាស់មរណភាពរបស់មនុស្សដែលជាទីស្រឡាញ់មានជំងឺការធ្លាក់ចុះនៃអាជីវកម្មគឺជាឧទាហរណ៍នៃពេលវេលាដ៏លំបាកភាពក្លាហានគឺជាភាពខុសគ្នាវាងការបណ្ដោយឲ្យខ្លួនឯងលិចលង់ឬបន្តហែលទៅមុខបោះបង់ឬបន្តព្យាយាមភាពក្លាហានអាចធ្វើឲ្យជីវិតធម្មតាអាចសម្រេចបាននូវរឿងដ៏អស្ចារ្យមនុស្សដែលហ៊ានប្រឈមមុខជាមួយភាពទន់ខ្សោយមនុស្សដែលហ៊ានទទួលស្គាល់កំហុសមនុស្សដែលហ៊ានប្រឈមមុខជាមួយផលវិបាកពីសកម្មភាពរបស់គាត់មិននៅស្ងៀមពេលដែលគាត់ដឹងថាមានរឿងអ្វីមួយខុសហ៊ានប្រថុយប៉ុន្តែគាត់ក៏បានធ្វើឲ្យជីវិតនិងពិភពលោករបស់គាត់មានភាពខុសគ្នាពីមុនផងដែរជាច្រើនដងយើងត្រូវយកឈ្នះការភ័យខ្លាចរបស់យើងមានអារម្មណ៍ស្ពឹកស្រពន់អស់សង្ឃឹមអស់សុវត្ថិភាពចិត្តរំភើបអវិជ្ជមានទាំងនេះអាចកែប្រែបានដោយការពង្រឹងអារម្មណ៍វិជ្ជមានដូចជាភាពក្លាហានដោយគ្មានការសង្ស័យការទទួលស្គាល់និងធ្វើការលើដែនកំណត់ផ្ទាល់ខ្លួនរបស់យើងគឺជាវិធីដ៏សំខាន់បំផុតដើម្បីបង្កើតភាពក្លាហានពេលខ្លះភាពក្លាហាននេះបរាជ័យក្នុងរយៈពេលខ្លីយើងមិនទទួលបានភាពជោគជ័យភ្លាមទេយើងមិនទទួលបានលទ្ធផលដែលរំពឹងទុកនៅពេលនេះទេប៉ុន្តែប្រហែលជាក្នុងរយៈពេលវែងភាពក្លាហានរបស់យើងនឹងបង្កើតឲ្យមានលទ្ធផលវិជ្ជមានវាជាតម្លៃដែលស្ថិតនៅពីមួយថ្ងៃទៅមួយថ្ងៃហើយត្រូវបានបង្កើតឡើងក្នុងរឿងតូចតាចភាពក្លាហានដែលមាននៅក្នុងរឿងតូចតាចនេះបង្កើតភាពរឹងមាំដែលប្រហែលជាមិនទាន់ល្អគ្រប់គ្រាន់ទេនៅក្នុងពេលនេះប៉ុន្តែឆាប់ឬយូរទៅវានឹងក្លាយជារឹងមាំយ៉ាងខ្លាំង